សួស្តីប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះអេមីនលើកយករឿងផាំងតាំងអង្កលមកធ្វើការសម្រេចតដែលស្អីរឿងតឲ្យភាពមុនត្រង់កន្លែងនៃស៊ឺមីរ៉ាហ្នឹងណាហៅអីនៅការមកប្រាប់ថាឯងនេះគឺជា idol របស់គេបន្ទាប់ពីឈ្មោះសម្លឹងមើលរូបខ្លួនឯងហើយគេបានធ្វើពើសួរថាតើគេអ្នកនឹងជាអ្នកណាស៊ឺមីរ៉ាក៏បានសួរវិញថាហេតុអីបានជាឯងនិយាយអញ្ចឹងក៏ដោយសារតែឯងក៏ស្គាល់ដែរហ្នឹងហើយមួយវិញទៀតចំពោះរឿងហ្នឹងគឺអ្នកនៅក្នុងថ្នាក់ហ្នឹងអត់ដឹងទេគឺយើងប្រាប់តែឯងម្នាក់ទេអេនៅការក៏បានតបថាគឺយើងដឹងហើយដែលពេលនឹងដែរស៊ឺមីរ៉ាក៏បាននិយាយថាគឺឯងហ្នឹងចាត់ទុកថាផ្ទះនេះដូចជាផ្ទះរបស់ឯងទៅចាំយើងយកតែយកឯងមកឲ្យផឹងបន្ទាប់ពីបានផឹកតែហើយឯនៅការក៏បន្តគិតទៀតថាគឺវាចម្លែកណាស់នៅពេលដែលខ្ញុំសម្លឹងមើលមុខខ្លួនឯងបែបនេះចំណែកស៊ឺមីរ៉ាវិញក៏បានសប្បាយយកទស្សនាវដ្តីដែលមានរូបឯងនៅលើហ្នឹងណាយកមកបង្ហាញដោយគេបានបន្ថែមថាគឺឯងមើលមុខមាត់របស់គាត់ទៅគឺខ្ញុំហ្នឹងពិតជាស្រឡាញ់គាត់ខ្លាំងណាស់ហើយបើសូម្បីតែកែភ្នែករបស់គាត់ហ្នឹងក៏កាន់តែស្អាតដែរហើយពិសេសមួយទៀតគឺខ្ញុំស្រឡាញ់ការដើររបស់គាត់ខ្លាំងមែនទែនបើសូម្បីតែ style និងការស្លៀកពាក់គឺខ្ញុំក៏ចម្លងតាមគាត់ដែរបន្ទាប់ពីលឺអញ្ចឹងឯនឹងការក៏បានគិតក្នុងចិត្តថានៅពេលដែលឯងធ្វើបែបហ្នឹងធ្វើឲ្យខ្ញុំហ្នឹងមានអារម្មណ៍ថាអៀនណារួចគេក៏បាននិយាយថានៅពេលដែលឯងបាននិយាយអំពីរឿងរបស់គាត់ហ្នឹងទឹកមុខរបស់ឯងនេះឡើងស្រស់ស្រាយតែម្ដងស៊ឺមីរ៉ាបន្ថែមទៀតថាកាប់ពិតទៅរឿងរ៉ាវទាំងអស់ហ្នឹងគឺខ្ញុំតែលាក់ទុកម្នាក់ឯងហើយនេះក៏ជាលើកដំបូងដែរដែលខ្ញុំព្រមប្រាប់ idol របស់ខ្ញុំហ្នឹងទៅអ្នកដទៃទៅខ្ញុំរីករាយដែលវាពិតជាធ្វើឲ្យយើងហ្នឹងមានអារម្មណ៍ថាសប្បាយរីករាយណាស់នៅពេលដែលបាននិយាយអំពី idol របស់ខ្លួនបន្ទាប់ពីលេងអញ្ចឹងឯនឹងការក៏បានតបថាគឺវាក៏ល្អដែរអញ្ចឹងស៊ឺមីរ៉ាក៏បានបន្ថែមទៀតថាឥឡូវនេះខ្ញុំឃ្លានហើយថាតើឯងចង់ញ៉ាំអីដែរអន់ហើយគេក៏បានដើរទៅបើកទូទឹកកកឃើញថាមានអាហារដែលគេបានធ្វើទុកនេះជាច្រើននៅក្នុងទូបន្ទាប់ពីឃើញអញ្ចឹងឯនៅការក៏រៀងភ្ញាក់ផ្អើលដែរក៏បានសួរថាតើរបស់នឹងឯងធ្វើទាំងអស់មែនស៊ឺមីរ៉ាក៏បានតបថាពិតណាស់ក៏ដោយសារតែខ្ញុំរស់នៅម្នាក់ឯងត្រូវមានរបស់ត្រៀមទុកជាច្រើនបន្ទាប់ពីលេងអញ្ចឹងឯនៅការក៏បានបន្ថែមថាគឺឯងនេះចេះគ្រប់យ៉ាងតែម្ដងអ្វីក៏ប្រកែកដែរបន្ទាប់ក្រោយមកឃើញថាអាហាររបស់គេក៏បានរៀបចំហើយបន្ទាប់ពីបានញ៉ាំភ្លាមហ្នឹងឯនៅការក៏បាននិយាយថាគឺវាពិតជាឆ្ងាញ់ណាស់បន្ទាប់ពីលើគេទៅសើថាឆ្ងាញ់អញ្ចឹងស៊ឺមីរ៉ាក៏សប្បាយចិត្តដែរដែលពេលហ្នឹងដែរឃើញថាអេនកាហ្នឹងចាប់ញ៉ាំស្រីដៃអត់បានទេដែលមើលទៅហាក់ដូចជាគេអត់ចេះប្រើចង្កឹះបន្ទាប់ពីឃើញបែបហ្នឹងស៊ឺមីរ៉ាក៏បានចាប់ឲ្យហើយយកទៅបញ្ចុកគេតែម្ដងហើយគេថែមទាំងនិយាយថាគឺខ្ញុំមានអារម្មណ៍ថាដូចជាខ្ញុំហ្នឹងធ្វើការបញ្ចុកសត្វចិញ្ចឹមអញ្ចឹងប៉ុន្តែមើលតែឯងឥឡូវនេះទៅក៏ដូចជាសត្វបក្សីផងដែរក៏ដោយសារតែឈ្មោះរបស់ឯងហ្នឹងជាអេនកាដោយឈ្មោះអេនកាហ្នឹងបើនៅក្នុងប្រទេសជប៉ុនហ្នឹងគឺវាជាប្រភេទសត្វបក្សីមួយអញ្ចឹងហើយទៅស៊ឺមីរ៉ាហ្នឹងបើដូចគេថាដូចជាសត្វបក្សីអញ្ចឹងទៅចំណែកឯនកាក៏បាននិយាយទៀតថាសម្រាប់អាហារទាំងអស់នេះគឺឆ្ងាញ់គ្រប់មុខតែម្ដងបន្ទាប់ពីលើគេសរសើរពេកអញ្ចឹងណាស៊ឺមីរ៉ាក៏បានតបវិញថាគឺឯងនិយាយផ្លូវពេកហើយឯនកាក៏បានបន្ថែមទៀតថានៅពេលដែលខ្ញុំបានញ៉ាំធ្វើឲ្យខ្ញុំនឹកទៅដល់សម្លៀកបំពាក់កាលពីឯងបានធ្វើនៅឆ្នាំទី1គឺថាសម្លៀកបំពាក់របស់ឯងមើលទៅហ្នឹងធម្មតាទេប៉ុន្តែស្អាតដូចឯងអញ្ចឹងនិយាយចំទៅគឺខ្ញុំពិតជាស្រឡាញ់វាណាស៊ឺមីរ៉ាក៏បានតបវិញថាសម្រាប់សម្លៀកបំពាក់មួយនឹងគឺខ្ញុំនឹងមិនសូវចូលចិត្តវាខ្លាំងណាស់ណាទេឯណាកាក៏បានសួរទៀតថាមូលហេតុអីស៊ឺមីរ៉ាក៏បានតបទៀតថាក៏ដោយសារតែសម្លៀកបំពាក់នឹងគឺវាដូចនឹងសម្លៀកបំពាក់ដែលម៉ាករបស់ខ្ញុំធ្លាប់ពាក់ក៏ដោយសារតែគាត់នឹងបានចាក់ចេញពីផ្ទះបាត់ហើយការដែលខ្ញុំធ្វើសម្លៀកបំពាក់មួយនឹងគឺខ្ញុំក៏ចង់ដឹងថាតើខ្ញុំអាចសម្លងសម្លៀកបំពាក់ដែលមានស្រាប់ដែរបានអន់អញ្ចឹងហើយទៅខ្ញុំសម្រេចចិត្តជ្រើសរើសរចនាបែបសាមញ្ញបំផុតប៉ុន្តែនៅពេលដែលខ្ញុំធ្វើហើយគឺឃើញថាវាដូចរបស់គាត់ខ្លាំងមែនទែនបន្ទាប់ពីលេងអញ្ចឹងឯនកាក៏បានសុំទោសក៏ដោយសារតែគេនឹងហើយជាអ្នករំលឹករឿងចាស់ហ្នឹងស៊ឺមីរ៉ាក៏បានតបទៀតថាមិនអីទេក៏ដោយសារតែពួកគាត់បានលេងលះគ្នាហើយប៉ុន្តែអ្វីដែលខ្ញុំមិនអាចបំភ្លេចបានគឺពួកគាត់មិនដែលប្រាប់ការពិតដល់ខ្ញុំទេគឺពួកគាត់បានរក្សាខ្ញុំទុកក្នុងភាពងងឹតគ្រប់ពេលបន្ទាប់ពីលេងបែបហ្នឹងឯនកាក៏បានសម័យនឹកទៅដល់ពាក្យដែលគេបាននិយាយថាគឺមនុស្សដែលខ្ញុំស្រឡាញ់ហ្នឹងណាគឺជាមនុស្សដែលគ្មានអ្វីលាក់បាំងចំពោះខ្ញុំស៊ឺមីរ៉ាក៏បានបន្ថែមទៀតថានៅពេលដែលម៉ាក់របស់ខ្ញុំមានអ្នកថ្មីគឺប៉ារបស់ខ្ញុំក៏បានដឹងដែរហើយបន្ទាប់មកគេបានសម័យកាលពីគេនៅតូចហ្នឹងឃើញថាគ្រួសាររបស់គេនេះរីករាយខ្លាំងមែនតើដែលមើលទៅឃើញថាឪពុកម្ដាយរបស់គេហ្នឹងមើលទៅស្រឡាញ់គ្នាខ្លាំងណាស់ប៉ុន្តែមានថ្ងៃមួយម៉ាក់របស់គេក៏បានរៀបចំអ្វីៗចេញពីផ្ទះតើពីឃើញអញ្ចឹងស៊ឺមីរ៉ាក៏បានសវ៉ារត់តាមហើយក៏បានធ្វើការខកទៀតថាតើម៉ាក់ប្រុងទៅណាដែលពេលហ្នឹងដែរម៉ាក់របស់គេក៏បាននិយាយថាក៏ដោយសារតែឥឡូវនេះពួកយើងបានបែកគ្នាហើយក៏បានដែរចេញទៅបន្ទាប់ពីម៉ាក់របស់គេចេញទៅទើបគេដឹងថាកាប់ពិតទៅភាពរីករាយកាលពីមុនហ្នឹងគឺវាជាការកុហកទាំងអស់បន្ទាប់ពីដឹងហើយគឺថាគេជឿចាប់ខ្លាំងមែនទែនដូច្នេះហើយទើបខ្ញុំមិនចង់មានអារម្មណ៍បែបហ្នឹងទៀតតែដោយសារតែបែបហ្នឹងទើបខ្ញុំមិនចង់ទៅផ្ទះហើយបន្តមកទៅមើលការបង្ហាញមុនដែលនោះហើយជារបៀបដែលខ្ញុំបានទៅរកឃើញអាយហើយរកឃើញក្តីសម្បត្តិរបស់ខ្ញុំបន្ទាប់ពីលេងអញ្ចឹងឯនកាក៏បានសួរអញ្ជាក់ដែរអំពីរឿងក្តីសម័យរបស់គេស៊ឺមីរ៉ាក៏បានបន្ថែមទៀតថាក៏ដោយសារតែឥឡូវនេះពួកយើងជាមិត្តភក្តិនឹងគ្នាហើយខ្ញុំមិនមានអីលាក់បាំងទៀតទេក្តីសម័យរបស់ខ្ញុំហ្នឹងគឺខ្ញុំចង់ឲ្យអាយធ្វើការពាក់សម្លៀកបំពាក់ដែលខ្ញុំបានច្នៃដោយបង្ហាញមុន
នៅពេលដែលយើងមានក្តីសម័យគឺធ្វើឲ្យយើងនឹងមានអារម្មណ៍ថាវាអស្ចារ្យណាស់ហើយខ្ញុំគ្រាន់តែសម័យថាអាយដលរបស់ខ្ញុំបានពាក់សម្លៀកបំពាក់ដែលខ្ញុំបានច្នៃនឹងគឺធ្វើឲ្យខ្ញុំមានកម្លាំងចិត្តដើម្បីឆ្លងកាត់បញ្ហាគ្រប់យ៉ាងឈានដល់គោលដៅរបស់ខ្ញុំដែលទាំងអស់នឹងហើយជាមូលហេតុដែលជំរុញឲ្យខ្ញុំធ្វើការចូលរួមប្រកួតបន្ទាប់ពីលេងអញ្ចឹងឯនៅការក៏រៀងពិបាកចិត្តដែរក៏ដោយសារតែគេនឹងមានរឿងលាក់បាំងជាមួយនឹងស៊ឺមីរ៉ាបន្ទាប់ពីញ៉ាំអីហើយពួកគេក៏បន្តធ្វើការងារតទៀតដែលកំឡុងពេលនឹងដែរឯនឹងការក៏បានគិតថាគឺខ្ញុំមិនអាចប្រាប់គេរឿងពិតឥឡូវនេះទេគឺខ្ញុំត្រូវរងចាំរហូតដល់ការប្រកួតបានបញ្ចប់ទើបខ្ញុំអាចប្រាប់បានប៉ុន្តែបើសិនជាខ្ញុំរងចាំរហូតដល់បញ្ចប់ការប្រកួតគឺវាមិនដូចជាអ្វីដែលប៉ាម៉ាក់របស់គេបានលាក់បាំងគេទេមែនរវល់តែនឹកគិតអំពីរឿងហ្នឹងក៏ចាប់អារម្មណ៍ឃើញថាដៃរបស់គេនេះបានមកបញ្ចូលទៀតហើយបន្ទាប់ពីឃើញចឹងស៊ឺមីរ៉ាឡើងបារម្ភតែម្ដងក៏បានសប្បាយយកថ្នាំយកអីនេះយកមកលាបឲ្យភ្លាមបន្ទាប់ពីលាបថ្នាំហើយបាត់បង់បាត់អីហើយស៊ឺមីរ៉ាក៏ចាប់អារម្មណ៍ថាដៃរបស់គេនេះមានស្នាមកោសច្រើនណាស់ហើយស្ងួតទៀតដោយឃើញបែបហ្នឹងគេបានសប្បាយយកលេដៃហ្នឹងយកមកលាបឲ្យបន្តិចទៅក៏ដោយសារតែដៃរបស់គេស្ងួតពេកបន្ទាប់ពីឃើញអញ្ចឹងឯណាកាក៏មានអារម្មណ៍ថារឿងប្លែកដែរក៏ដោយសារតែពួកគេហ្នឹងគ្រាន់តែជាមិត្តភក្តិនឹងគ្នាទេប៉ុន្តែនៅពេលដែលគេធ្វើបែបហ្នឹងគឺគេមានអារម្មណ៍ថាគឺវាដូចជាចិត្តស្និទ្ធពេកហើយស៊ឺមីរ៉ាក៏បាននិយាយទៀតថាមើលតែដៃរបស់ឯងហ្នឹងឡើងធំហើយមើលតែឯងនេះសស័កសស្លើតហើយល្ងងទេប៉ុន្តែក៏គួរឲ្យស្រឡាញ់ដែរហើយនៅកំឡុងពេលដែលគេនិយាយហ្នឹងគឺគេនៅបន្តធ្វើការលាបដៃឲ្យហើយក៏បានធ្វើការជ្រាក់ដៃគ្នាទៅវិញទៅមកដោយគេបានបន្ថែមថានៅពេលដែលឯងបែបហ្នឹងគឺគួរឲ្យស្រឡាញ់ណាស់ចំណែកឯណាកាវិញក៏រៀងផាំងដែរក៏ដោយសារតែគេហ្នឹងមិននឹកស្មានថាស៊ឺមីរ៉ាសរសើរថាគេនេះគួរឲ្យស្រឡាញ់ចឹងសោះប៉ុន្តែគេមិនដែលនិយាយបែបហ្នឹងទៅដាក់អាយទេត្រូវអន់ស៊ឺមីរ៉ាក៏បានបន្ថែមទៀតថាមូលហេតុដែលខ្ញុំមិនចង់ជិតស្និទ្ធជាមួយអ្នកដទៃហ្នឹងក៏ដោយសារតែកំឡុងពេលដែលពួកយើងនៅជាមួយគ្នាគឺយើងមានអារម្មណ៍ថាជិតស្និទ្ធប៉ុន្តែនៅពេលដែលបែកគ្នាទៅគឺធ្វើឲ្យយើងមានអារម្មណ៍ថាឈឺចាំដូច្នេះហើយនៅពេលដែលខ្ញុំបានឮថាអ្នកគ្រូឲ្យពួកយើងចាប់គ្នាជាក្រុមគឺថាខ្ញុំមិនសូវសប្បាយចិត្តទេហើយកាន់តែអាក្រក់ទៀតហ្នឹងត្រូវបានចាប់ក្រុមជាមួយនឹងឯងទៀតប៉ុន្តែឥឡូវនេះគឺវាមិនអាក្រក់ទេក៏ដោយសារតែមានឯងហ្នឹងក៏ល្អម្យ៉ាងដែរបន្ទាប់ពីជជែកគ្នាហើយពួកគេក៏បន្តធ្វើការងារទៀតទៅចំណែកឯណាកាក៏បានគិតទៀតថាសម្រាប់ទំនាក់ទំនងរបស់ពួកយើងហ្នឹងគឺខ្ញុំមិនចង់ឲ្យមានរឿងឆ្កំឆ្គងទេមួយសន្ទុះក្រោយមកឃើញថាការងារដែលគេត្រូវបញ្ចប់ថ្ងៃនេះគឺពួកគេបានបញ្ចប់ហើយនៅពេលដែលគេបានឃើញការងាររបស់ឯណាកាហើយដែរអញ្ចឹងណាគេក៏បាននិយាយថាមើលទៅវាអាក្រក់បន្តិចប៉ុន្តែក៏គួរឲ្យស្រឡាញ់ដែរបន្ទាប់ពីលេងអញ្ចឹងឯណាកាក៏បានសួរថាតើឯងកំពុងតែសើឬក៏មិនឥឡូវនេះស៊ឺមីរ៉ាក៏បានសើចហើយនិយាយថាឥឡូវហ្នឹងពួកយើងទៅគេងទៅបន្ទាប់មួយទឹកមួយអីហើយស៊ឺមីរ៉ាហ្នឹងក៏បានហៅឯណាកានេះមកគេងក្បែរគេហ្មងទៅក៏ដោយសារតែគ្មានកន្លែងគេងទេចំណែកឯណាកាក៏រៀងស្ទាក់ស្ទើរដែរហើយស៊ឺមីរ៉ាក៏បានសួរទៀតថាតើឯងប្រុងគេងអត់ដោះមួយចាញ់មែនឯណាកាក៏បានតបថាគឺខ្ញុំមានភាពខ្មាស់អៀនណាស់ឥឡូវបាត់ភ្លើងទៅចាំខ្ញុំដោះចាញ់បន្ទាប់ពីបានភ្លើងហើយគេក៏បានដោះមួយចាញ់ហើយក៏បានឡើងទៅគេងប៉ុន្តែគេគិតថាតើសោតរបស់ខ្ញុំនឹងខូចដែរអន់ហើយមួយវិញទៀតបើសិនជាខ្ញុំមិនអាចទប់អារម្មណ៍បានហើយប្រព្រឹត្តរឿងអាក្រក់ថាតើខ្ញុំគួរធ្វើបែបណាចំណែកស៊ឺមីរ៉ាវិញក៏បានគិតថាតើក្បាលរបស់គេមានបញ្ហាអីមែនបានជាគេខ្មាស់ខ្ញុំងាកមកខាងឯណាកាវិញគេបានគិតទៀតថាគឺខ្ញុំនឹងមានអារម្មណ៍ថារៀងចម្លែកដោយសារតែនៅពេលដែលខ្ញុំជាអាយនឹងគឺថាគេសម្លឹងមើលខ្ញុំរហូតដល់គេនេះអៀនខ្លាំងមែនតើគឺខ្ញុំតែម្នាក់គោដែលធ្វើឲ្យគេនឹងមានអារម្មណ៍ថាច្បោកច្បល់បែបនេះដែលពេលនឹងដែរស៊ឺមីរ៉ាក៏បានសួរឯណាកាថាតើឯងគេងនៅប៉ុន្តែបើសិនជាឯងគេងឬក៏មិនតន់គេងក៏ដោយគឺឯងនឹងអាចធ្វើពោលថាឯងនេះមិនលឺអ្វីដែលខ្ញុំបាននិយាយគឺរឿងរបស់ខ្ញុំនឹងគឺខ្ញុំបានជួបឯងពីរដងគឺខ្ញុំមានអារម្មណ៍ថាភ័យខ្លាំងមែនតើប៉ុន្តែឯងគឺគេជាមនុស្សដែលគួរឲ្យស្រឡាញ់ខ្លាំងណាស់គឺប្រៀបដូចជាគាត់នឹងកំពុងតែបញ្ចេញបន្លឺធ្វើឲ្យខ្ញុំនេះសប្បាយរីករាយមែនតើហើយចំពោះលើកទី2ដែលខ្ញុំបានជួបគាត់នឹងគឺថ្ងៃហ្នឹងខ្ញុំសប្បាយខ្លាំងមែនតើហើយក្អួតនៅមុខគាត់ទៀតតាំងតែពីថ្ងៃហ្នឹងមកគឺគាត់មិនដែលឆ្លើយតបសារខ្ញុំទៀតសោះថាតើខ្ញុំបានធ្វើអ្វីខុសដាក់គាត់មែនឬមួយខ្ញុំនិយាយលើលួដាក់គាត់គឺខ្ញុំនឹងពិតជាមិនដឹងសោះខ្ញុំសុំទោសបន្ទាប់ពីលើស៊ឺមីរ៉ានិយាយតាំងយំអញ្ចឹងគឺថាឯណាកានឹងឡើយតែម្ដងក៏បានសប្បាយទៅអោបបន្តិចទៅចំណែកស៊ឺមីរ៉ាក៏បានសប្បាយយកដៃទៅអោបវិញហើយនិយាយទៀតថាបើសិនជាយើងឈ្នះការប្រកួតមួយនេះថាតើខ្ញុំមានឱកាសម្ដងទៀតជួបគាត់នៅកន្លែងធ្វើការបង្ហាញម៉ូដដែរអន់បន្ទាប់ពីគេនិយាយចោលគឺថាគេនឹងកាន់តែយំខ្លាំងឡើងរីឯណាកាវិញគឺថាគេក៏មិនបានឆ្លើយតបដែរបានតែអោបដើម្បីលួងលោមតាមមកដល់ថ្ងៃថ្មីនៅពេលដែលគេភ្ញាក់ឡើងគេមានអារម្មណ៍ធំខ្លាំងទាំងអស់ហើយនឹងធំខ្លាំងបារីហើយនៅពេលដែលគេងើបឡើងហ្នឹងក៏ឃើញថាឯណាកានេះបានរៀបចំខ្លួនប្រុងចេញឲ្យធ្វើការហើយបន្ទាប់ពីឃើញអញ្ចឹងស៊ឺមីរ៉ាក៏បាននិយាយថាកុំតន់តើអីចាំខ្ញុំធ្វើអាហារពេលព្រឹកឲ្យញ៉ាំចំណែកឯណាកាវិញក៏បាននិយាយថាកុំរំខានអីឯងគេងតទៀតទៅតែថាស៊ឺមីរ៉ាហ្នឹងអត់ព្រមទេក៏បាននិយាយថាខ្ញុំធ្វើតាមផ្លែទេឯងអង្គុយចាំបន្តិចទៅបន្តិចក្រោយមកឃើញថាគេក៏បានរៀបចំហើយអាហារដែលគេបានធ្វើហ្នឹងគឺជាសាំងវិញដែលកំឡុងពេលញ៉ាំស៊ឺមីរ៉ាក៏បានសួរថាកាលពីយប់មិញមុនពេលដែលឯងគេងហ្នឹងឯងមានចង់ចាំអ្វីដែលយើងបាននិយាយដែរអន់ឯណាកាក៏បានតបថាគឺខ្ញុំបានគេងលក់ហើយហ្នឹងប្រហែលជាគេងទាំងពាក់កណ្ដាលរឿងដែលឯងបាននិយាយនោះបន្ទាប់ពីលេងអញ្ចឹងស៊ឺមីរ៉ាក៏បានតបថាល្អហើយអញ្ចឹងបន្តិចក្រោយមកឃើញថាពួកគេក៏បានញ៉ាំអីហើយឯណាកាហ្នឹងប្រុងដើរចេញពីកន្លែងហ្នឹងហើយប៉ុន្តែគេក៏បានយកដៃមកស្ទាបមុខរបស់ស៊ឺមីរ៉ាហើយនិយាយថាគឺពួកយើងហ្នឹងត្រូវយកឈ្នះឲ្យបានបន្ទាប់ពីឃើញអញ្ចឹងស៊ឺមីរ៉ាក៏រៀងអៀនដែរហើយគេក៏បានព្យាយាមងក់ក្បាល
ហើយបន្តពីអេនការដែលចេញទៅបានគេបាននិយាយថាកាប់ទៅគឺគេនឹងបានចងចាំពីរឿងដែលខ្ញុំបាននិយាយសដោយសារតែអ្វីដែលគេធ្វើមុននេះគឺគេនឹងកំពុងតែព្យាយាមជួយទឹកភ្នែកឲ្យខ្ញុំប៉ុន្តែហេតុអ្វីខ្ញុំនឹងមានអារម្មណ៍ថាបេះដូងរបស់ខ្ញុំលោតខ្លាំងម្ល៉េះហើយគេក៏បានតម្លាក់ខ្លួនគេទៀតទៅហើយកំឡុងពេលដែលគេលើពូនឹងគេបាននិយាយទៀតថាគឺក្លិនរបស់គេនឹងគឺនៅជាប់នៅទីនេះនៅឡើយចំណែកអេនការវិញគេបានគិតថាមើលទៅស៊ូមីរ៉ានឹងជាមនុស្សដែលធ្វើឲ្យគេនេះសប្បាយរីករាយពិតមែនប៉ុន្តែខ្ញុំប្រកាសចិត្តថានៅក្នុងបេះដូងរបស់គេនឹងមានអ្វីរំខានខ្លាំងណាស់បើទោះបីជាយ៉ាងណាក៏ដោយចាប់ពីពេលនេះតទៅគឺខ្ញុំនឹងទៅតែយកចិត្តទុកដាក់ក្នុងការប្រកួតមួយនេះហើយសាយរឿងក៏បញ្ចប់ត្រង់កន្លែងនឹងដែរទៅ